ព្រឹកនៅមាត់បន្លាយទឹកពេញបន្លាយទឹកពេញទឹកភ្លៀងជាលេខ3ពុកត្រង់ទៅផ្លូវជាលេខ3នេះវាយើងដើរទៅជាលេខ3មានផ្នែកផលិតយើងបានផលិតផលណាมันមានផ្នែកអ្នកស្រាវជ្រាវនិងការអភិវឌ្ឍក៏យើងมันមានអ្វីថ្មីឃើញទេมันមានអ្នកគ្រប់គ្រងបញ្ជីសាមក៏យើងចាយវាយដល់អត់មានបែបមានបោះអត់មានអ្នកផ្នែកលក់ផ្នែកទីផ្សារលក់វាមិនចាញ់អញ្ចឹងវាមានតំណែងតំណងគ្នាទៅវិញទៅមកទាំងអស់នៅក្នុងចង្កោមហ្នឹងអញ្ចឹងវាមានតែការចេះសហការរួបរวมគ្នាជាធ្លុងមួយព្រោះផលប៉ះពាល់នៅក្នុងអាជីវកម្មមួយក៏ជាផលប៉ះពាល់ក្នុងសង្គមមួយដែរយើងត្រូវគិតអញ្ចឹងហើយបើយើងអត់គិតអញ្ចឹងទេបានន័យថាមិនខ្វល់ទេទៅគិតស្អីទេណាប៉ុន្តែយើងត្រូវចាំថាអាជីវកម្មជាចំណែកមួយនៅសង្គមឧទាហរណ៍ថាចំណូលដែលយើងបានមកយើងអាចយកទៅចិញ្ចឹមគ្រួសារតែបើយើងធ្វើឲ្យអាជីវកម្មនឹងមានផលប៉ះពាល់វាធ្វើឲ្យអ្នកដទៃក៏គេប៉ះពាល់ទាំងអស់គ្នាប៉ះពាល់ដល់ការរស់នៅប៉ះពាល់ដល់ចំណូលដែលបានមកពីអាជីវកម្មនឹងនៅក្នុងសង្គមអញ្ចឹងវាប៉ះពាល់អស់គ្នាអញ្ចឹងអ្វីដែលយើងគិតបានន័យថាបើអាជីវកម្មរបស់យើងមានដំណើរការល្អសង្គមជាតិយើងល្អយើងក៏ល្អដែរវាល្អទាំងអស់គ្នាហ្នឹងហើយបើយើងម្នាក់យើងគិតតែរឿងយករួចខ្លួនតែខ្លួនឯងមិនខ្វល់ហើយមិនជួយថែរក្សាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនដើម្បីឲ្យក្រុមហ៊ុនហ្នឹងដំណើរការយូរអង្វែងទទួលបានផលហើយបើក្រុមហ៊ុនទទួលបានផលយើងក៏បានផលដែរអញ្ចឹងផលទាំងអស់វាឆ្លើយតបគ្នាទៅវិញទៅមកហ្នឹងហើយបើយើងមិនគិតខិតខំប្រឹងប្រែងដើម្បីបានផលទាំងអស់ហ្នឹងហើយធ្វើមិនអញ្ចឹងវាមានតែការរួបរวมការសហការគ្នាដែលក្នុងកំឡុងពេលហ្នឹងវាមានព្រឹត្តិការណ៍ផ្សេងដែលកើតឡើងដូចជាចំនួនខ្មែរថៃអីចឹងទៅបាទហ្នឹងយើងធ្វើសង្កេតឃើញអញ្ចឹងទៅបាទហើយវាមានតែការរួបរวมគ្នាសហការគ្នាជួយគ្នាអញ្ចឹងធ្វើឲ្យយើងរីកចម្រើនគឺយើងខ្លាំងហើយយើងគិតតែរឿងរៀងខ្លួនប្រយោជន៍រៀងខ្លួនមិនគិតពីប្រយោជន៍រួមអាហ្នឹងវាបាត់បង់វាប៉ះពាល់ទៅទាំងអស់គ្នាហ្នឹង